លោកស្រី Mary Kay ពីស្ត្រីមេផ្ទះធម្មតាម្នាក់ដែលបានជួបរឿងអយុត្តិធម៌ក្នុងជីវិតការងារខ្លាយទៅជាស្ថាបនិកក្រុមហ៊ុនគ្រឿងសម្អាង Mary Kay Cosmetics ពាន់លានដុល្លារដល់ល្បីល្បាញលើពិភពលោកលោកស្រីកើតនៅក្នុងគ្រួសារក្រីក្រមួយនៅរដ្ឋតិចសាសហរដ្ឋអាមេរិកដែលត្រូវទទួលបន្ទុកមើលថែឪពុកពិការតាំងពីអាយុ7ឆ្នាំខណៈដែលម្ដាយរបស់លោកស្រីត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ14ម៉ោងក្នុងមួយថ្ងៃនៅអាយុ17ឆ្នាំលោកស្រីបានរៀបការនិងមានកូន3នាក់ប៉ុន្តែចុងក្រោយត្រូវបែកបាក់គ្រួសារដើម្បីចិញ្ចឹមកូនលោកស្រីបានចាប់ផ្ដើមចូលបម្រើការងារជាផ្នែកលោកនៅក្រុមហ៊ុនមួយលោកស្រីបានខិតខំធ្វើការខ្លាំងជាងអ្នកដទៃរហូតក្លាយជាអ្នកលក់ដ៏ឆ្នើមប្រចាំក្រុមហ៊ុនតែជាអកុសលទោះបីជាលោកស្រីខំប្រឹងប្រែងនិងបង្កើតប្រាក់ចំណូលឲ្យក្រុមហ៊ុនយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយក៏លោកស្រីមិនទទួលបានការផ្ដល់តម្លៃឲ្យឡើយនៅក្នុងពិភពជំនួញដែលគ្រប់គ្រងដោយបុរសរឿងដែលឈឺចាប់បំផុតក៏បានកើតឡើងចំពោះលោកស្រីគឺដោយសារតែបុរសម្នាក់ដែលលោកស្រីជាអ្នកបណ្ដុះបណ្ដាលផ្ទាល់ដៃត្រូវបានគេដំឡើងតំណែងឲ្យធ្វើជាចៅហ្វាយនេរបស់លោកស្រីថែមទាំងទទួលបានប្រាក់ខែខ្ពស់ជាងលោកស្រីទ្វេដងដោយគ្រាន់តែគេជាបុរសការខកចិត្តនិងឈឺចាប់ទាំងនេះហើយដែលជំរុញឲ្យលោកស្រីសម្រេចចិត្តលាឈប់ពីការងារទាំងកំហឹងនិងភាពទល់ច្រកបន្ទាប់ពីលាលែងពីការងារលោកស្រីបានអង្គុយសរសេរពីបទពិសោធន៍របស់លោកស្រីដើម្បីចងក្រងជាសៀវភៅមួយក្បាលសម្រាប់ជួយដល់ស្ត្រីប៉ុន្តែរឿងដែលនឹកស្មានមិនដល់នៅពេលដែលលោកស្រីសរសេររួចទើបលោកស្រីដឹងថានេះមិនមែនគ្រាន់តែជាសៀវភៅនោះទេវាគឺជាផែនការអាជីវកម្មក្នុងក្តីស្រមៃរបស់លោកស្រីនៅពេលនោះហើយដែលលោកស្រីសម្រេចចិត្តថាបើកក្រុមហ៊ុនដោយប្រើប្រាស់ប្រាក់សន្សំចំនួន$5,000និងមានការជួយជ្រោមជ្រែងពីកូនប្រុសរបស់លោកស្រី Richard Roker លោកស្រីបានទៅទិញរូបមន្តថែរក្សាស្បែកពីគ្រួសារអ្នកធ្វើស្បែកសត្វហើយចាប់ផ្ដើមផលិតជាផលិតផលចំនួន9មុខលោកស្រី Mary Kay មិនបានបង្កើតក្រុមហ៊ុននេះឡើងដើម្បីតែប្រាក់ចំណេញនោះទេតែក្នុងគោលបំណងផ្ដល់ឱកាសស្មើភាពគ្នាដល់ស្ត្រីយុទ្ធសាស្ត្រដឹកនាំរបស់លោកស្រីគឺប្រកាន់ខ្ជាប់នៅទស្សនៈមួយថាត្រូវធ្វើទៅកាន់អ្នកដទៃដោយអ្វីដែលចង់ឲ្យអ្នកដទៃផ្ដល់មកឲ្យខ្លួនលោកស្រីតែងតែផ្ដល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមគឺការប្រគល់រថយន្ត Cadillac ពណ៌ផ្កាឈូកដែលជាការផ្ដល់កិត្តិយសនិងក្តីស្រមៃដល់ស្ត្រីរាប់លាននាក់ពីហាងតូចមួយដែលមានអ្នកលក់តែ9នាក់ក្រុមហ៊ុន Mary Kay Cosmetics បានរីកចម្រើនក្លាយទៅជាក្រុមហ៊ុនមួយដែលមានក្រុមការងារជាង 3.5 លាននាក់នៅជាង35ប្រទេសជុំវិញពិភពលោកគុំកម្រិតព្រំដែនខ្លួនដោយសារការគិតរបស់អ្នកដទៃប្រសិនបើអ្នកជឿថាអ្នកអាចធ្វើបានអ្នកពិតជាអាចធ្វើបានមែននេះជាទ្រឹស្ដីរបស់ Mary Kay